ការមិនផ្លាស់ប្ដូរគឺជាហានិភ័យដ៏ធំបំផុតហើយការសម្របខ្លួនគឺជាគន្លឹះនៃការរស់រាននិងជោគជ័យទៅថ្ងៃអនាគតនៅក្នុងបរិបទដែលពិភពលោកកំពុងតែមានការផ្លាស់ប្ដូរយ៉ាងលឿនបច្ចេកវិទ្យាថ្មីៗគោលនយោបាយនិងយុទ្ធសាស្ត្រនានាត្រូវបានកែសម្រួលជាបន្តបន្ទាប់ដោយការរបស់មនុស្សកាន់តែខ្ពស់និងមានភាពស្មុគស្មាញជាងមុននៅក្នុងបរិបទបែបនេះអង្គភាពឬមួយក៏ក្រុមហ៊ុនដែលមិនអាចធ្វើការបត់បែនឬសម្របខ្លួនបានអាចនឹងមិនត្រឹមតែឈប់រីកចម្រើននោះទេប៉ុន្តែនឹងត្រូវបានគេទុកចោលពីក្រោយខ្នងការមិនផ្លាស់ប្ដូរគឺជាហានិភ័យដ៏ធំបំផុតហើយការសម្របខ្លួនគឺជាកត្តាគន្លឹះនៃភាពជោគជ័យនិងការរីកចម្រើននាពេលអនាគតការផ្លាស់ប្ដូរមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរប្រព័ន្ធឬមួយក៏ដំណើរការតែមួយមុខនោះទេប៉ុន្តែជាការផ្លាស់ប្ដូរអាកប្បកិរិយាវិធីគិតនិងវប្បធម៌ការងារហើយអ្វីបានជាការផ្លាស់ប្ដូរភាគច្រើនបរាជ័យអ្នកជំនាញផ្នែកការផ្លាស់ប្ដូរ John P. Kotter បានបញ្ជាក់ថាការផ្លាស់ប្ដូរបរាជ័យគឺបណ្ដាលមកពីកត្តាធំៗចំនួន3 1មិនមានចក្ខុវិស័យច្បាស់លាស់ 2ខ្វះការទំនាក់ទំនងនិង3ខ្វះការចូលរួមពីមនុស្សនៅក្នុងសៀវភៅ Leading Change របស់គាត់បានបង្ហាញថាការដឹកនាំការផ្លាស់ប្ដូរគឺត្រូវធ្វើជាដំណាក់កាលហើយមិនមែនធ្វើដោយភាពចៃដន្យនោះទេក្រៅពី Kotter ក៏នៅមាន model ជាច្រើនផ្សេងទៀតដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយផងដែរក្នុងនោះក៏មាន model នៃការគ្រប់គ្រងការផ្លាស់ប្ដូរមួយដែលបង្កើតដោយលោក Jeff Hyatt នៃក្រុមហ៊ុន ProSci គឺ model EDGAR គឺជា model នៃការគ្រប់គ្រងការផ្លាស់ប្ដូរមួយដែលផ្ដោតសំខាន់ទៅលើបុគ្គលម្នាក់ៗនៅក្នុងដំណើរការនៃការផ្លាស់ប្ដូរ EDGAR គឺជាអក្សរកាត់នៃធាតុសំខាន់ៗចំនួន5ដែលមានដូចជា awareness, desire, knowledge, ability និង reinforcement model EDGAR បានបង្ហាញយ៉ាងច្បាស់ថាការផ្លាស់ប្ដូរទទួលបានជោគជ័យគឺជាការផ្លាស់ប្ដូរដែលចាប់ផ្ដើមពីបុគ្គលម្នាក់ៗមុននឹងឈានទៅដល់ការផ្លាស់ប្ដូរក្រុមហ៊ុនទាំងមូលនៅក្នុងស៊េរីវីដេអូមួយនេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាទៅលើ10ចំណុចសំខាន់ៗទាក់ទងទៅជាមួយនឹងការផ្លាស់ប្ដូរតើអ្វីទៅគឺជាការគ្រប់គ្រងការផ្លាស់ប្ដូរហើយអ្វីបានជាមនុស្សប្រឆាំងជាមួយនឹងការផ្លាស់ប្ដូរទូនាទីថ្នាក់ដឹកនាំនៅក្នុងការគ្រប់គ្រងការផ្លាស់ប្ដូរការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងការផ្លាស់ប្ដូរចក្ខុវិស័យនិងការរៀបចំផែនទីចង្អុលផ្លូវការបណ្ដុះបណ្ដាលនិងការគ្រប់គ្រងការគ្រប់គ្រងហានិភ័យនៃការផ្លាស់ប្ដូរការវង្វេងទៅលើភាពជោគជ័យការបង្កើតវប្បធម៌នៃការផ្លាស់ប្ដូរការផ្លាស់ប្ដូរមិនមែនជាគម្រោងដែលធ្វើឡើងនៅក្នុងរយៈពេលខ្លីនោះទេហើយការផ្លាស់ប្ដូរដែលមានចក្ខុវិស័យនិងមានវិជ្ជាជីវៈច្បាស់លាស់គឺជាគន្លឹះនៃភាពជោគជ័យទៅថ្ងៃអនាគត